ស្បង់ពើទឹកក្រូចភ្លឺរបស់ព្រះអង្គលេចធ្លោននៅកណ្ដាលថ្មបុរាណដូចជាការភ្ជាប់អតីតកាលនិងបច្ចុប្បន្នឲ្យคล้ายជារឿងតែមួយសសរថ្មដែលតម្រៀបជាជួរវែងមិនត្រឹមតែបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរប៉ុណ្ណោះទេប៉ុន្តែថែមទាំងរំលឹកយើងអំពីសេចក្តីអត់ធ្មត់និងការគោរពនិងសេចក្តីសុខសាន្តសូមស្វាគមន៍មកកាន់អង្គរវត្តបេះដូងនៃអរិយធម៌ខ្មែរ